អូខេតោះក្នុងវីដេអូនេះខ្ញុំបង្ហាញតកតងទៅនឹងពីរបៀបផ្លាស់ប្ដូរប្រភេទអក្សរនៅក្នុង Telegram អញ្ចឹងយើងដឹងថាពេលខ្លះ Telegram នៅលើ desktop យើងឃើញទំហំអក្សរនេះពេលខ្លះ font វាតូចអក្សរខ្មែរវាអត់ support វាមើលអត់ឃើញវារាងតូចដែលយើងប្រើដូនពេញអីហ្នឹងមើលអត់ឃើញទេ font អក្សរខ្មែរហ្នឹងគឺមើលទៅតូចមែនតើចឹងដើម្បីផ្លាស់ប្ដូរវាបាននេះយើងចូលឡើងសញ្ញា tray 3នេះហើយយើងយកពាក្យថា setting បន្ទាប់មកទៀតយើង scroll យកពាក្យថា chart setting នេះកន្លែង font family យើងចុចលើហ្នឹងចឹងបើសិនជាយើងចង់បានប្រភេទអក្សរអីយើងរើសប្រភេទអក្សរហ្នឹងមកណាបើសិនជាយើងយកប្រភេទអក្សរនេះដឹងសាកមើលដឹងតូចនេះចឹងមើលទៅវាហ្វុងពិបាកមើលចឹងយើងចូលទៅដូរវិញចូលចេញហ្វុងនេះបាក់មើលបណ្ដោយចូលទៅសញ្ញា tray 3យកពាក្យថា setting នេះchart ប្រភេទអក្សរមើលយើងសាកយកដូនពេញដូនពេញដូនពេញតែជាទូទៅយើងយកប្រភេទអក្សរខ្មែរយកខ្មែរ OS បាត់ដំបងឬក៏ខ្មែរ OS content តែនៅនេះខ្ញុំយកខ្មែរ OS បាត់ដំបងប្រភេទអក្សរខ្មែរ OS បាត់ដំបងនេះខ្មែររតនគិរីខ្មែររតនគិរីអក្សរស្អាតយើងយក setting ចូលទៅ chart setting font family ជាទូទៅយើងប្រើ font ខ្មែរ OS បាត់ដំបងចុច save ចុច restart នេះចឹងយើងឃើញថា font នេះរាងស្អាតខ្មែរ OS បាត់ដំបងនេះចឹង font នេះមើលទៅគួរសមយើងមើលឃើញច្បាស់ល្អអូខេចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណជម្រាបលា